ទីបំផុតគឺបើអត្តរិទ្ធបើចុងម៉ោងបើអ៊ីស្បែកបងប្អូនយើងបើយប់មិញនេះអាចថាជាការប្រកួតមួយបាតាន់តឹងគូសមសម្រាប់ក្រុម Real Madrid ដោយបើក្របបើកឆាកបើរកបានដោយកីឡាករបើឈូមេនីហើយក៏មានបើការបើតាមស្មើបើមួយស្មើបើនៅបើតង់ទី1បងប្អូនយើងហើយចូលដល់តង់ទី2គឺបើស្ងាត់បើឈឹងតែម្ដងឃើញថាបើភាគីខាង Stavigo បើគឺព្យាយាមបើការពារខ្លាំងមែនទែនបើទោះបីជា Real បើប្រឹងបុកយ៉ាងណាគឺបើនៅតែមិនបានសម្រេចបងប្អូនយើងរហូតឈានដល់នាទីបើ90បូកបងប្អូនយើងមកគឺឱកាសបើអាចថាបើជាសំណាងបើបូកនៅសមត្ថភាពណាគឺបើវើបដេវ៉ូលេមួយជើងបើគឺបើចូលទីបើស្អាតមែនទេបងប្អូនយើងបាទអានឹងគឺវាប៉ះនឹងខ្សែការពារឡងចូលបងប្អូនយើងបានគឺសំណាងបើខ្លាំងនេះសម្រាប់ក្រុម Real Madrid អញ្ចឹងក៏បញ្ចប់ការប្រកួតទៅ Real បើឈ្នះបើ2-1ហើយបើយើងក៏លេចមើលអំពីបើការប្រកួតជុំមិញមកឃើញថា Real បើប្រើប្រាស់បើកីឡាករបើក្មេងៗមួយច្រើនគួរសមព្រោះថាបើកីឡាករឈុតធំនោះគឺរបួសច្រើនបងប្អូនយើងបាទបតាយ៉ាងណាបើក៏អបអពេលនេះគឺ Real មានបើ63បន្ទុកបងប្អូនយើងបាទបាសេមាន64ប៉ុន្តែបាសេគឺនៅសល់មកប្រកួតទៀតបងប្អូនយើងអញ្ចឹងបើសិនជាបាសេឈ្នះនោះគឺបាសេបាត់ដាច់4បន្ទុកប៉ុន្តែបើចាញ់នោះគឺបាសេវ៉ា Real តាម1បន្ទុកទេបងប្អូនយើងអញ្ចឹងយ៉ាងណាយើងមិនតែបរងចាំមើលជាបន្តទៀតបាទអរគុណច្រើន